តបកលៀនមួយឲ្យស៊ីងអើទៅបើសិនជាវះកាត់យកកលៀនគេទាំងពីរនោះស៊ីងអើគឺមិនអាចរស់បានទៀតទេនោះឈៀនបងជួយនិយាយខ្លះទៅលោកតាកុំវះយកកលៀនរបស់បងស្រីអីយកកលៀនរបស់ខ្ញុំដល់ឲ្យតែបងទី3តាលោកតាកូនប្រុសគ្រួសារលូយើងដាច់ខាតមិនមានបញ្ហាបានទេលោកតាបងទី4ណាតើបដរបស់ខ្ញុំវិញតែបើសិនជាមិនមែនប្រភេទឈាមរបស់ឯងមិនត្រូវគ្នានឹងហឹងឯងស្មានថាយើងមិនហ៊ានបដូរកលៀនរបស់ឯងមែនទេតាខ្ញុំសម្បប៉ាត់ដល់លេងស៊ីងអើទៅធ្វើជាកូនស្រីពៅនៃគ្រួសារលូប្រើជីវិតរបស់គេបដូរជាមួយនឹងជីវិតអ្នកប្រុសគេគឺជាសំណារបស់គេផងតាមិននឹងបដូរកលៀនឲ្យពួកយើងបាននិយាយជាមួយស៊ីងអើម្ដងទៀតទៅបានទេយើងឲ្យពេល5នាទីទេតើមកចូលសំឡេងពេកមយូរ៉ាក្រៅពីពេកនេះគឺជាចាប់ស៊ីងអើម៉ាក់ជំងឺរបស់បងទី3ជាហេតុណាស៊ីងអើបន្តគុជនេះត្រូវតែពាក់វាចប់ខ្លួនម៉ាក់ប្រកាសជានឹងរកកូនត្រឡប់មកវិញជាមិនខានលោកគ្រូពេទ្យវាងឆាប់នាំស៊ីងអើចេញទៅតាមទ្វារក្រៅទៅដេញតាមទៅកុំឲ្យគេរត់រួចឆាប់ដេញតាមទៅឆាប់ឡើងណាកំណាំខ្ញុំទៅណាខ្ញុំត្រូវការម៉ាក់អ្នកនាងទី4កុំយំអីគឺដើម្បីអ្នកនាងល្អទេខ្ញុំត្រូវការម៉ាក់អ្នកនាងបានអ្នកនាងមិនចង់ស្លាប់ទេឈប់យំទៅនៅខាងនោះឆាប់ដេញតាមទៅសង្ឃឹមថាអ្នកនាងសំណាងល្អខ្ញុំជួយបានតែប៉ុណ្ណឹងទេឆាប់ពួនទៅកុំមកចេញសម្លេងតាហូអញមកនេះឆាប់មើលហានេះពិតជាបាបកម្មមែនបែរជាយកក្មេងមកបោះចោលនៅក្នុងសម្រាប់បែបនេះនៅរស់ទេយ៉ាងមិនដែរនៅដងហើមអាយ៉ាក្តៅខ្លួនខ្លាំងណាស់មិនបានជាមានឈាមប្រឡាក់ពេញខ្លួនអញ្ចឹងឲ្យឆាប់ឡើងតោះប្រញាប់យកទៅមន្ទីរពេទ្យទៅឡើងលោកគ្រូពេទ្យក្មេងនេះចាំមិនហើយទុកចិត្តចុះបានរួចផុតពីគ្រោះថ្នាក់ហើយល្អណាស់ទីនេះគឺជាកន្លែងណាក្មេងតូចឯងឈ្មោះអីដែរផ្ទះឯងនៅឯណាបន្តិចទៀតចាំខ្ញុំផ្ដល់ដំណឹងទៅប៉ាម៉ាក់ឯងឲ្យគេមកទទួលឯងតែល្អទីខ្ញុំឈ្មោះក្មេងតូចឯងមើលបន្តោងគុជនេះទៅតើឯងនឹកឃើញដែរទីក្មេងម្នាក់នេះប្រហែលជាឆ្លងការឈឺចាប់ខ្លាំងហើយទើបបានជាចាំអ្វីមិនបានបើពួកយើងទាំងពីរមិនអាចបង្កើតកូនបានអញ្ចឹងក្មេងម្នាក់នេះគឺជាកាដូដែលព្រះជាម្ចាស់ប្រគល់ឲ្យពួកយើងទាំងពីរហើយចាប់ពីថ្ងៃនេះទៅពួកយើងគឺជាឪពុកម្ដាយរបស់គេហើយល្អហូក្រៅគ្រូពេទ្យប្រាប់ថាប្រពន្ធឯងមិនអាចចេញពីមន្ទីរពេទ្យបានតើឯងមិនមានលុយបែបទេចោះអ្នកបង្កហេតុក្រៅចាប់បានហើយតើ50000គេមិនអោយឯងបែបទេឈប់រំលឹកទៀតទៅពួកគេអាងថាមានប្រាក់មានអំណាចមិនព្រមអោយលុយទេខ្ញុំតាមទាគេដល់ផ្ទះត្រូវគេវាយទៀតផងពួកគេបើកឡានបុកមនុស្សទៅហើយបាត់សល់ប្រាក់មិនទៅកើតទៅឯងដល់មនុស្សមកវិញអញ្ចឹងដូចជាយកម៉ាក់របស់សៀវឈឺមករងចាំស្លាប់ទៅហើយទេអីខ្ញុំនឹងទៅបន្តទៀតទៅអង្វរពួកគេចាំពេលទទួលបានសំណងហើយនោះខ្ញុំនឹងនាំទៅមន្ទីរពេទ្យវិញក្រៃសៀវឈឺទៅហើយតើហាម៉េចពូថាសៀវឈឺទៅហើយអ្នកប្រទី3នេះគឺជាបំណុលស្នេហ៍ដែលអ្នកប្រសាំងមកពីណានឹងបានជាតាមមកដល់ក្រុមហ៊ុនបែបនេះនោះបំណុលស្នេហ៍ស្អីទៅគឺជាអ្នកក្រដែលតាមរលួយទេមិនជាចាញ់មែនទេអញ្ចឹងជឿនឹងបុកគេឲ្យស្លាប់តែម្ដងគេចេញប៉ាសៀវឈឺ
ai mình ấy thì mệt đi มันก็ซอกๆป้ามาตีนี่ได้จังเนี่ยปกติไม่ลงนกบอกมาดโฮเชียมให้ cái là mình riêng riêng phơi kia tí vô lại tí ai nam mình nu là prati bay là pra mình ấy thì mình tí chọn slap mình tí giờ nó bông pin bông non nhỉ ป้าป้าป้า mà mình chọn ngọc tí chia chia chừng ai tư តាមប៉ុន្តែក៏លោកចំណាក់បង្ហោះឡានបងម្ដាយខ្ញុំទេគ្រាន់តែខ្ញុំមកតាមទេថ្លៃព្យាបាលពីលោកតែប៉ុណ្ណោះតែខោដែរទេលោកសំអាងអីបានជាបាក់ឡានបុកពួកយើងឲ្យណាវាយើង bởi ទៀត chưa mình xong vô ai thua say chưa ban à ấy ឡានរបស់អ្នកប្រតិបត្តិមួយគ្រឿងនោះគឺជា limited edition គ្រាន់តែថ្លៃជួសជុលនោះពួកឯងដឹងថាប្រមាណដែរទេនៅមិនចេះខ្មាស់គេមកទាលុយទៀតអ្នកប្រតិបត្តិមិនទាលុយពីពួកឯងនោះគឺជាសំណាងរបស់ពួកឯងហើយអ្នកប្រតិបត្តិអ្នកប្រុសមើលទៅពួកគេធ្វើឲ្យលាក់គីភ័យហើយមិនអីទេកំ pl ាយអីមកមាននៅទីនេះ នេះបានរំលឹកខ្ញុំឲ្យថាថ្លៃជួសជុលឡានរបស់យើងគឺ 30,000 ហើយនឹងថ្លៃសងជំងឺចិត្តស្មារតីលាក់គីរបស់យើងទៀត 50,000 ឲ្យលុយយើងមកគឺពួកលោកជាអ្នកបុកខ្ញុំមុនទេគឺពួកលោកម្ ដាយរបស់ខ្ញុំត្រូវលោកបុករហូតដល់ចំតិចពេទ្យទៅឲ្យប្រាក់ថ្លៃព្យាបាលរបស់ពួកយើងគឺតែ 50,000 ទេឆ្កែមួយក្បាលនោះគ្មានបញ្ហាស្អីក៏គ្មានផងលោកហាប់បាត់ភ្លាមក៏ទៀត 50,000 ភ្លាមមិនក៏លោកមិនទៅប្លន់តែម្ដង ជីវិត ទៅ បាត់ហើយរបស់នាងនោះមិននឹងអាចប្រៀបជាមួយនឹងលាក់គីរបស់យើងទៅឆ្កែរបស់គ្រួសាររួយើងមិនថាមានរបួសចុងសក់នោះទេយកជីវិតម្ដាយនាងមកសងលោកមានសមត្ថភាពមកចាំការជាមួយខ្ញុំទៅកុំប៉ះពាល់កូនស្រីរបស់ខ្ញុំយើងប៉ះពាល់តើវាចាំមិនប្រាប់ថាឲ្យលែងនាងទៅលែងទៅលែងនាងទៅលែងទៅ ស៊ីងអើរបស់ម៉ាក់តើកូននៅទីណាទៅមិនក៏ម៉ាក់រកយ៉ាងណាក៏រកកូនមិនឃើញចឹងតើកូននៅបន្ទោសម៉ាក់ដែរមិនបានការពារកូនបានល្អមែនទេដូច្នេះហើយទើបមិនព្រមឲ្យម៉ាក់រកកូនឃើញមែនទេអ្នកស្រីអ្នកប្រុសតូចមានរបួសនៅកន្លែងចតឡានថាម៉េចហាងអើមានរបួសហើយម្ដាយរបស់ខ្ញុំពេលនេះនៅមន្ទីរពេទ្យណាឡើយគាត់đangរងចាំថ្លៃព្យាបាលនេះដើម្បីសង្គ្រោះជីវិត សង្គ្រោះឬមិនសង្គ្រោះមិនតេតោជាមួយយើងទេឡានរបស់យើងត្រូវជួសជុលឆ្កែរបស់យើងក៏ត្រូវពិនិត្យព្យាបាលដែរ គឺជាជីវិតមនុស្សមួយទាំងមូលណាតែលោកដែរជាមនុស្សទេដែរទេតែលោកគ្មានម្ដាយទេអី ជីវិតពួកនាងបោកចូលគ្នាទាំងគ្រួសារក៏មិនមានតម្លៃស្មើនឹងថ្នាំឡានរបស់យើងផងនាងស្រីសុំទៅខ្ញុំហើយកូនខ្ញុំឈប់ទៅបានហើយឈប់ទៅលើកលែងឲ្យកូនឯងក៏បានដែរលុតជង្គង់ចុះអោនក្បាលសុំទោសលាក់គីទៅ ប៉ាកុំអី យ៉ាម៉េចសោកចិត្តដែរទេខ្ញុំសុំទោស ប៉ា និយាយថាលាក់គីខ្ញុំខុសហើយក ុំអីប៉ា លាក់គីខ្ញុំខុសហើយ កុំអីអ្នកប្រតិបត្តិអ្នកប្រមើលតែលក្ខណៈរបស់ពួកយើងគឺមានចិត្តធម៌បណ្ណាអធិស្ឋានឲ្យពួកគេទៅចុះពួកឯងកំពុងតែធ្វើអី ម៉ាមិនក៏មកទីនេះ មានរឿងអីទៅមិនក៏ឯងខ្លាចតែជាអញ្ចឹងអ្នកស្រីគឺពួកគេបាំងនៅពីមុខឡានធ្វើឲ្យអ្នកប្រតិបត្តិបុកត្រូវចង្កូតឡានជាពួកឯងទៀតហើយការពលិកមុនធ្វើឲ្យហាងអើយើងក្លោកខួរចូលមន្ទីរពេទ្យក៏ជាពួកឯងដែរយ៉ាងម៉េចខ្លាមិនបញ្ចេញអំណាចពួកឯងក៏គិតថាយើងគឺជាឆ្មាឈឺហើយមែនទេពួកឯងឆាប់សំទោសហាងអើឥឡូវនេះភ្លាមគឺគេបានបាក់ឡានបងម្ដាយរបស់ខ្ញុំមិនទេខ្ញុំគ្រាន់តែមកទេថ្លៃព្យាបាលតែ